ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Facebook Page និង Channel ខ្ញុំ Cooking South here ថ្ងៃនេះគឺខ្ញុំមកចាំលេខពីវិធីធ្វើទឹកគ្រឿងប្រចាំគ្រួសាររបស់ខ្ញុំតែម្ដងហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់យើងយកមកធ្វើជាមួយនឹងលក់ទឹកគ្រឿងរបស់យើងមុនដំបូងខ្ញុំមកស្ងោរត្រីសិនយើងដាក់ទឹកចូលចំនួន1 លីត្រឬស្មើ2ចានចង្កឹះយើងដាំវាពុះសិនដើម្បីយើងស្ងោរត្រីណាពេលទឹកយើងពុះយើងបង់ត្រីយើងធ្វើឲ្យស្អាតចំនួន3ខាំពងត្រីចំនួន1ខាំពងត្រីបងប្អូនអត់មានបាច់ដាក់ក៏បានហើយយើងស្ងោរត្រីប្រហែលជា15នាទីទៅ20នាទីឬមួយមើលវារហូតដល់វាឆ្អិនពេលដែលរងចាំត្រីឆ្អិនខ្ញុំមកធ្វើការស្រោចបន្លែសិនយើងដាំទឹកមួយឆ្នាំទៅហើយយើងដាក់អំបិលចូលហើយច្រឡាស្លាបព្រាបាយយើងកូរវារលាយទៅខ្ញុំស្រោចស្នៀតពោតមកស្នៀតពោតបងប្អូនស្រោចមកឆ្អិនទៅពេលដែលវាឆ្អិនខ្ញុំបង់ពោតប្រាំងចូលហើយពោតប្រាំងពេលបងចូលព្រាមខ្ញុំកូរដល់1 គីឡូខ្ញុំលើកខ្ញុំអត់ស្រោចពីយូរទេហើយបន្ទាប់មកយើងយកមកត្រាំជាមួយនឹងទឹកត្រជាក់ពេលដែលស្រោចបន្លែពីមុខចេញហើយខ្ញុំមកបន្ថែមជាមួយនឹងប្រេងបន្តិចដើម្បីស្រោចបន្លែវាតមុនដំបូងខ្ញុំស្រោចទឹកគួនសិនទឹកគួនគឺស្រោចរហូតដល់តែឆ្អិនដូចគ្នាចុចទៅវាផុយណាខ្ញុំស្រង់ប្រហែលជា4 ទៅ5នាទីយើងស្រង់វាចេញខ្ញុំត្រាំជាមួយនឹងទឹកត្រជាក់ដើម្បីឲ្យពណ៌បន្លែយើងគឺដើម្បីតស្អាតហើយខ្ញុំមានទីដូងយើងបេះវាស្អាតហើយខ្ញុំក៏យកវាមកស្រោចស្រាប់ទីក៏ដូចគ្នាយើងស្រោចប្រហែលជា4 5នាទីពុកទីគឺស្ងោរទៅឆ្អិនហ្មងតែអត់សូវឆ្អិនទេខ្លាចញ៉ាំទៅវាចុកពោះហើយពេលទីក៏ឆ្អិនខ្ញុំបង់ដំណូងចូលអានោះខ្ញុំកាត់កង់ចឹងខ្ញុំស្ងោរវាឲ្យឆ្អិនដែរហើយបន្លែយើងមកស្រោចឲ្យអស់នោះគឺត្រូវយកមកត្រាំទឹកត្រជាក់ហើយខ្ញុំនឹងមានទួយសៅអត់មានការទេថ្ងៃនេះគឺមានតែស្រួយហើយស្រោចក្នុងគ្រូដូចគ្នាហើយបន្លែអស់នោះគឺយើងស្រោចវាត្រាំទឹកត្រជាក់ដល់វាចុះត្រជាក់ហើយយើងស្រង់វាទៅវាស្រោចទឹកបានល្អទៅគឺជាការស្រេចហើយឥឡូវយើងមកមើលត្រីរបស់យើងណាក្រោយពេលដែលយើងបានស្ងោរវាឆ្អិនរួចហើយបងប្អូនស្រង់វាចេញមកទុកឲ្យវាចុះត្រជាក់សិនហើយសម្រាប់ទឹកស្ងោរត្រីវិញខ្ញុំយកវាមកចាក់វល់ហើយវាស្ទើរខ្ញុំបន្ថែមវាបានកន្លះលីត្រឬក៏ស្មើនឹង2ចានចង្កឹះរួចហើយយើងយកទឹកដែលយើងស្រោចពីស្ងោរត្រីទៅដាក់ដាំម្ដងទៀតបន្ទាប់មកយើងបង់ផុសចូលចំនួន1 ស្លាបព្រាបាយប្រហែលបងប្អូនអាចដាក់ច្រើនឬតិចតាមការចូលចិត្តហើយអំបិលទុំម្ដុំធំស្ករត្នោតចំនួន1 ស្លាបព្រាបាយបន្តមកទៀតអំបិល1 ស្លាបព្រាបាយហើយម្សៅស៊ុប1 ស្លាបព្រាកាហ្វេហើយនឹងទឹកត្រី1 ស្លាបព្រាបាយទៅ2 ស្លាបព្រាបាយរួចហើយយើងបន្តដាំទឹកប្រហុករបស់យើងនឹងឲ្យប្រហុកឡើងឆ្អិនសិនពេលដែលទឹកប្រហុកយើងពុះប៉ុណ្ណេះហើយយើងអាចស្រង់អំបិលទុំនឹងយកវាមកជ្រុំបងប្អូនអាចជ្រុំវាផ្ដាល់ឲ្យវាចេញជាជូរតាមដែលយើងចូលចិត្តទៅបងប្អូនអាចស្រង់អំបិលទុំនឹងចេញបានហើយយើងទុកវាមួយឡែកសិនយើងមកមើលត្រីរបស់យើងពេលដែលចុះត្រជាក់រួចហើយនឹងខ្ញុំមកធ្វើការបេះឆ្អឹងវាចេញឲ្យស្អាតអស់ទៅដើម្បីពេលដែលយើងញ៉ាំកុំឲ្យវាឆ្លាក់កចឹងណាហើយពេលដែលស្អាតហើយយើងទេវាចូលចានគោមួយមកដើម្បីយើងធ្វើការបុកវាបងប្អូនអាចបុកក្នុងត្បាល់មកក៏បានតែខ្ញុំខ្ជិលបុកក្នុងត្បាល់ដាក់ចានដៃចឹងទៅហើយយើងយកម្រេចមកបុកវាឲ្យម៉ត់សាច់ត្រីហ្នឹងដោយសារមានពងត្រីចឹងខ្ញុំចង់បុកពងត្រីនេះមួយសាច់ត្រីខ្លះដើម្បីពេលយើងចាក់ទឹកប្រហុកចូលមកទៅឲ្យវាស្អាតទៅវាតែពងត្រីវាស្អាតហើយវាក៏ឆ្ងាញ់ឥឡូវបុកត្រីបានមកហើយខ្ញុំយកទឹកប្រហុកយើងបានតាមហើយមិញយកវាមកចាក់ចូលអស់អ្នកប៉ាបានទឹកប្រហុកហ្នឹងបងប្អូនអាចចាក់វាទៅតាមការចូលចិត្តណាចូលចិត្តទឹកគ្រឿងខាប់អាចដាក់វាមកល្មមទៅគឺបានតែខ្ញុំគឺដាក់អស់តែម្ដងព្រោះប៉ាបានជួយវាអត់លាវពេកក៏អត់ខាប់ពេកដែរហើយចុងក្រោយហ្នឹងគឺយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមដាក់វាច្រើនហើយបើមានខ្ទឹមក្រហមទេបងប្អូនហាន់ខ្ទឹមក្រហមដាក់3 4មើមទៀតទៅដោយសារតែតែអស់យើងអត់បានដាក់ទេហើយពេលច្របល់សពហ្នឹងយើងក៏អាចភ្លក់ហើយបើស្វាខាត់យើងថែមថយតាមទៀតណាប៉ុន្តែប៉ាបានខ្ញុំដាក់ហ្នឹងគឺវាមកល្មមឆ្ងាញ់តែម្ដងហើយវិធីធ្វើរបស់យើងគឺងាយស្រួលខ្លាំងមែនទែនបងប្អូនធ្លាប់ធ្វើអីគឺអាចសាកល្បងធ្វើបានហើយបន្លែបងប្អូនអាចបន្ថែមថយទៅតាមការចូលចិត្តយើងចូលចិត្តបន្លែយើងអាចដាក់បន្លែនឹងបានហើយតែប៉ុណ្្នឹងគឺរួចរាល់ហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើមានសំណួររីករាយអាចខមមិននៅក្នុងវីដេអូបានតែបងប្អូនមិនខ្វល់ខមមិន Facebook ស្ដាប់ចែកទូនៅ follow page ខ្ញុំផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ